បាទតឥឡូវយើងមកមើលលំហាត់ទី1បាទគេថា molecule ADN មួយមាននុយក្លេទីតប្រភេទ A ស្មើនឹង120,000ដែលមានសមាមាត្រ20%នៃនុយក្លេទីតទាំងអស់បាទកគេឲ្យយើងរកភាគរយនៃនុយក្លេទីតប្រភេទនីមួយៗខរកចំនួននុយក្លេទីតប្រភេទនីមួយៗរបស់ molecule ADN ករកប្រវែង molecule ADN គិតជាមីក្រូម៉ែត្របាទខរកចំនួនជំហានរបស់ molecule ADN ងរកចំនួនសម្ព័ន្ធអ៊ីដ្រូសែនសរុបរបស់ molecule ADN ចរកសម្ព័ន្ធអ៊ីដ្រូសែនបាទរវាង C និង C ឆរកចំនួននុយក្លេទីតសេរីបាទសម្រាប់ ADN ស្វ័យតម្លងទ្វេ5ដងបាទអញ្ចឹងលំហាត់នេះគឺជាលំហាត់មូលដ្ឋានគ្រឹះបាទសម្រាប់បងប្អូនថ្នាក់ទី12បាទយកទៅសិក្សាបាទយកទៅសិក្សាអញ្ចឹងអ្នកដែលទៅតែនឹងរៀនលំហាត់ ADN ថ្មីបាទយើងមើលលំហាត់នេះត្រូវហើយបាទហើយយើងមើលលំហាត់នេះគឺវាមានចំណុចច្រើននៅក្នុងហ្នឹងដើម្បីងាយស្រួលដើម្បីងាយស្រួលឲ្យបងប្អូនទៅដោះស្រាយលំហាត់បាទធំជាងនឹងទៀតតឥឡូវយើងទៅមើលលំហាត់របស់យើងទាំងអស់គ្នាបាទនេះចម្លើយណាបាទចម្លើយចំណុចលេខ1នេះគឺគេឲ្យបាទសកណាគេឲ្យយើងរកភាគរយនៃនុយក្លេទីតប្រភេទនីមួយៗបាទអញ្ចឹងយើងរកយ៉ាងម៉េចនៅក្នុងលំហាត់ ADN គឺយើងត្រូវស្រង់បំរាប់វាជាមុនសិនបាទណាយើងត្រូវស្រង់បំរាប់វាជាមុនសិនអញ្ចឹងយើងមើលបំរាប់របស់យើងនៅផ្នែកខាងលើនេះបាទលំហាត់ទី1នេះ molecule ADN មួយមាននុយក្លេទីតប្រភេទ A ស្មើ120,000បាទអញ្ចឹង A យើងស្មើ120,000ដែល A នេះគឺពាក្យវាគឺនុយក្លេទីត adenine បងណាហើយគេទៅសេនិមិត្តសញ្ញាដោយ A ណា A ស្មើនឹង120,000ដែលមានសមាមាត្រ20%នៃនុយក្លេទីតទាំងអស់បាទអញ្ចឹង A យើងស្មើ20%ទៀតបាទនេះយើងស្រោបបំរាប់អញ្ចឹងមកបាទយើងដាក់បំរាប់បាទអញ្ចឹង A ស្មើនឹង120,000នុយក្លេទីតបាទ A ស្មើ20%នៃ M បាទអញ្ចឹងមាននៃនុយក្លេទីតសរុបមាននៃ M ណាបាទយើងដាក់ក៏បានកន្លែងហ្នឹងយើងមិនដាក់ក៏បានដែរបាទតោះឥឡូវយើងទៅមើលដើម្បីរកភាគរយនៃនុយក្លេទីតប្រភេទនីមួយៗហើយយើងស្គាល់ A ស្មើនឹង120,000ហើយនឹង A ស្មើ20%នៃនុយក្លេទីតអញ្ចឹងយើងត្រូវរកតាមណាបាទយើងត្រូវរកតាមណាចាអាហ្នឹងយើងត្រូវរកបាទតាមគោលការណ៍បំពេញបាសហើយបងអូនត្រូវវាចាណាយើងវាចាតាមគោលការណ៍បំពេញបាសចេញមកបាទនេះបាទនេះគូដាក់អស់ទៅមកទៅអញ្ចឹងយើងវាចាតាមគោលការណ៍បំពេញបាសមកបាទអញ្ចឹងវាមាន A បំពេញតេបាទមាន A ភ្ជាប់តេកន្លែងហ្នឹង A បំពេញតេមាន A ភ្ជាប់តេបាទ C ភ្ជាប់ C នាំឲ្យនេះនាំឲ្យ A ស្មើតេ C ស្មើ C អញ្ចឹងកាលណាវាបំពេញគ្នាគឺវាស្មើគ្នាបាទកាលណាវាបំពេញគ្នាវាស្មើគ្នានាំឲ្យបាទអញ្ចឹងយើងដាក់ភាគរយ A បូកភាគរយ T បូកភាគរយ C បូកភាគរយ C ស្មើនឹង100%បាទស្មើនឹង100%ដោយឡែកភាគរយ A ហើយនិងភាគរយ T នេះវាស្មើគ្នាអញ្ចឹងគ្រូសេថា2ភាគរយ A ហើយភាគរយ C ហើយនិងភាគរយ C នេះវាស្មើគ្នាអញ្ចឹងយើងសេបាន2ភាគរយ C បាទអញ្ចឹងកន្លែងនេះសេបាន2ភាគរយ A បូក2ភាគរយ C ស្មើ100បាទហើយយើងលើកចាប់2ជាកត្តាមកលើកវាមកខាងនេះមកវាត្រូវ100ចែកនឹង2អញ្ចឹងយើងបានភាគរយ A បូកឲ្យភាគរយ C ស្មើ50%ហើយយើងចង់រកភាគរយ C នេះបាទយើងចង់រកភាគរយ C នេះអញ្ចឹងយើងនាំឲ្យភាគរយ C ស្មើ50%ដកភាគរយ A បាទអញ្ចឹងយើងបាន50ដក20អញ្ចឹង C យើងស្មើ30%បាទអញ្ចឹងកន្លែងនេះបងដាក់ដូចនេះបាទដូចនេះភាគរយ A ស្មើភាគរយ T បាទស្មើ20%បាទហើយវាពេលប្រឡងយើងអាចឆ្លើយវាឲ្យពេញទៅក៏បានដែរយើងដាក់ដូចនេះនេះដាក់ដូចនេះបាទភាគរយនៃនុយក្លេទីតប្រភេទនីមួយៗគឺបាទគឺភាគរយ A ស្មើភាគរយ T ស្មើ20%បាទភាគរយ C ស្មើភាគរយ C ស្មើ30%ចឹងទៅបាទតោះឥឡូវយើងទៅមើលលេខ2បាទលេខ2គេឲ្យយើងរកបាទរកចំនួននុយក្លេទីតប្រភេទនីមួយៗរបស់ molecule ADN អញ្ចឹងអាផ្នែកខាងលើយើងស្គាល់ភាគរយហើយខាងក្រោមនេះគេឲ្យយើងរកចំនួននុយក្លេទីតបាទអញ្ចឹងយើងត្រូវវាចាវាតាមសមាមាត្រជាភាគរយបាទអញ្ចឹងលោកគ្រូវាចាវាតាមសមាមាត្រជាភាគរយបែបនេះបាទអញ្ចឹងយើងដាក់ភាគរយ A យើងនេះស្មើនឹង A គុណនឹង100នៅលើ M ហើយយើងទារ M សិនណាជាដំបូងដោយសារតែនៅក្នុងបំរាប់យើងបាទក្នុងបំរាប់យើងគឺយើងស្គាល់នេះเนาะបាទយើងស្គាល់ភាគរយ A ហើយយើងស្គាល់ចំនួននុយក្លេទីតរបស់ A ហើយអញ្ចឹងយើងត្រូវរកតែចំនួននុយក្លេទីត C បាទ C ហើយនឹង T ទេដោយឡែក T គឺយើងមិនបាច់រកទៀតទេព្រោះ T វាស្មើជាមួយ A បាទកាលណាវាបំពេញជាមួយ A វាស្មើ A ហើយអញ្ចឹងយើងត្រូវរក C មួយទៀតប៉ុន្តែដើម្បីរក C បានតោះលោកគ្រូស្គាល់ M សិនបាទអញ្ចឹងយើងទារ M ជាមុនសិនអញ្ចឹងយើងដាក់ M ស្មើ A គុណនឹង100នៅលើភាគរយ A ស្មើបាទអញ្ចឹង M យើង
សំទោសណាគឺ a យើងស្មើនឹង 120,000 បាទយើងមើលបំរាប់យើងនៅលើ 120,000 គុណនឹង 100 បាទចែកឲ្យ 20 ហើយបងប្អូនគុណចែកមកយើងឃើញ 600,000 m យើងណាបាទ m ធំយើងឃើញ 600,000 បាទតទៀតយើងទៅរក c បាទអញ្ចឹងយើងដាក់ដោយ c ស្មើភាគរយ c គុណនឹង m នៅលើ 100 បាទស្មើ 30 គុណឲ្យ 600,000 នៅលើ 100 អញ្ចឹងស្មើនឹង 18,000 18,000 หน่วย clear ទៀតបាទចានេះលំហាត់នេះគឺងាយទេបាទងាយទេសង្ឃឹមថាពួកយើងនឹងយល់ហើយបាទលោកគ្រូមិនបញ្យល់អីស៊ីជម្រៅច្រើននេះព្រោះមើលទៅវាងាយនេះបាទងាយចានេះយើងដាក់ដូចនេះបាទ a ស្មើ t ស្មើនឹងបាទ 12,000 หน่วย clear ទៀតបាទ c ស្មើ c ស្មើនឹង 18,000 หน่วย clear ទៀតតោះឥឡូវយើងទៅមើលអក្សរកបាទអក្សរកគេឲ្យយើងរកប្រវែង molecule ADN បាទណាគិតជាមីក្រូម៉ែត្របាទនេះមីក្រូម៉ែត្រយើងទៅសេបែបនេះបាទមីក្រូម៉ែត្រដែលយើងដើម្បីយើងរកប្រវែងបានតើយើងស្គាល់ m ទេដើម្បីយើងរកប្រវែង molecule ADN បានតើយើងស្គាល់ m ធំសិនហើយ m ធំយើងនេះយើងស្គាល់ឲ្យស្រេចបាទអញ្ចឹងយើងមិនបាច់រកអីទៀតទេបាទយើងវាចាទៅរកប្រវែងយើងតែម្ដងអញ្ចឹងយើងវាចាមកដាក់ថាដោយពី nucleotide 1 ទៅ nucleotide 1 ទៀតមានប្រវែង 0.34 នាណូម៉ែត្របាទ 0.34 នាណូម៉ែត្រហើយ ADN ជាចង្វាក់ទ្វេណាបាទដោយ ADN ជាចង្វាក់ទ្វេនាំឲ្យ L ADN បាទស្មើ m នៅលើ 2 គុណនឹង 0.34 បាទនេះស្មើ m នៅលើ 2 គុណនឹង 0.34 ស្មើនឹង 600,000 នៅលើ 2 គុណនឹង 0.34 ស្មើនឹងបាទ 120,000 ណា 120,000 នៅនាណូម៉ែត្របាទ 120,000 នាណូម៉ែត្រហើយនៅក្នុងនេះគឺគេអត់រកជានាណូម៉ែត្រទេគេរកជាមីក្រូម៉ែត្រអញ្ចឹងបងប្អូនយើងដាក់ទៅដោយ1នាណូម៉ែត្រស្មើនឹង10សេគុណដក3មីក្រូម៉ែត្រហើយយើងបំបែកវាទៅបាទបំបែកវាទៅយើងបាន LADN នេះស្មើនឹង102មីក្រូម៉ែត្របាទណាចានេះយើងដក0.3ចេញទៅណាបាទចានេះ10សេគុណដក3យើងដក0.3ចេញទៅនៅសល់102នាណូម៉ែត្រ102មីក្រូម៉ែត្រណា102មីក្រូម៉ែត្រអញ្ចឹងយើងដាក់ដូចនេះប្រវែង molecule ADN គឺ LADN ស្មើនឹង102មីក្រូម៉ែត្របាទតោះឥឡូវយើងទៅមើលអក្សរ K បាទអក្សរ K នេះគេឲ្យយើងរកចំនួនជំហានរបស់ molecule ADN បាទអញ្ចឹងយើងមើលទៅបាទដើម្បីរកចំនួន molecule របស់ ADN ក៏យើងវាចាដូចគ្នាបាទយើងវាចាថាដោយមួយជំហានស្មើនឹង20 nucleotide ឬ10គូបាសបាទដែលជាទូទៅមួយគូបាសហ្នឹងវាស្មើនឹង2 nucleotide ណាបាទចាអាហ្នឹងយើងវាចាបែបហ្នឹងមកដោយមួយជំហានស្មើនឹង20 nucleotide ឬ10គូបាសបាននាំឲ្យចំនួនជំហានយើងស្មើ m ធំចែក20បាទអញ្ចឹង m ធំយើងរកឃើញនៅខាងលើនោះគឺ 600,000 បងប្អូនដាក់លេខ 600,000 ហ្នឹងមកចែក20អញ្ចឹងយើងចែកមកយើងឃើញ 30,000 ជំហានបាទអញ្ចឹងយើងដាក់ថាដូចនេះបាទចំនួនជំហានរបស់ molecule ADN គឺ 30,000 ជំហានបាទហើយជួនកាលលំហាត់ខ្លះគឺគេអត់ដាក់ពាក្យជំហានទេគេដាក់ពាក្យរង្វេលណារង្វេលឬក៏ជំហានបាទចឹងកាលណាគេដាក់ពាក្យរង្វេលគឺយើងរកតាមវិធីសាស្ត្រនឹងដូចគ្នាទៅគ្រាន់តែដូរពាក្យពីជំហានទៅរង្វេលទៅហើយតោះឥឡូវយើងទៅមើលអក្សរ ង បាទអក្សរ ង នេះគេឲ្យយើងរកចំនួនសម្ព័ន្ធអ៊ីដ្រូសែនសរុបរបស់ molecule ADN បាទដែលចំនួនសម្ព័ន្ធអ៊ីដ្រូសែនសរុបនេះគឺយើងតាំងដល់អក្សរ L ហាសបាទអញ្ចឹងដើម្បីរក L ហាសបានបងប្អូនត្រូវវាចាវាបាទយើងវាចាដោយ A ភ្ជាប់ទេបាទនេះមិន A បំពេញទេណា A ភ្ជាប់ទេឬក៏ A បំពេញទេដោយសម្ព័ន្ធអ៊ីដ្រូសែន2បាទC ភ្ជាប់ C ដោយសម្ព័ន្ធអ៊ីដ្រូសែន3បាទអញ្ចឹងយើងទាញបានបាទនាំឲ្យ L ហាសស្មើ 2A បូក 3C បាទ L ហាសហ្នឹងគឺជាសម្ព័ន្ធអ៊ីដ្រូសែនសរុបបាទអញ្ចឹងស្មើ 2A បូក 3C ហើយយើងចាប់ដើមជួសលេខចូលទៅវាបាន2គុណនឹង A យើងគឺ120,000បូកឲ្យ3គុណនឹង C យើងគឺ180,000បាទហើយយើងគុណបូកទៅគឺឃើញបាទ78,000សម្ព័ន្ធអ៊ីដ្រូសែនបាទຂະຫນាតវាយើងគិតជាសម្ព័ន្ធអ៊ីដ្រូសែនហ្នឹងរួចយើងដាក់ដូចនេះមកដូចនេះចំនួនសម្ព័ន្ធអ៊ីដ្រូសែនសរុបបាទរបស់ molecule ADN គឺ L ហាសបាទស្មើនឹង78,000សម្ព័ន្ធអ៊ីដ្រូសែនបាទតោះឥឡូវយើងទៅមើលអក្សរចបាទអក្សរចគេថារកចំនួនសម្ព័ន្ធអ៊ីដ្រូសែនរវាង C និង C បាទចាពីរនេះខុសគ្នាមិនបងមើលអក្សរ ង ហើយនិងអក្សរចនោះខុសគ្នាយ៉ាងម៉េចអាខាងលើនេះគឺគេឲ្យយើងរកចំនួនសម្ព័ន្ធអ៊ីដ្រូសែនសរុបបាទចុះណាសរុបនោះគឺយើងតាំងដោយ L ហាសដល់ពេលអក្សរចនេះគឺរកសម្ព័ន្ធអ៊ីដ្រូសែនរវាង C និង C ចាហ្នឹងគេអត់រកសរុបទេគេរកតែសម្ព័ន្ធអ៊ីដ្រូសែនដែលភ្ជាប់បាទឬក៏បំពេញបាទរវាង C ហើយនិង C ទេបាទ
ចឹងបងអូនគ្រាន់តែយើងវាចាបាទវាចាយើងយកអានេះបាទយកនេះដាក់ដោយមកដោយ C បំពេញ C ឃើញទេបាទដោយ C បំពេញ C ដោយសម្ព័ន្ធ E ត្រសែន3អញ្ចឹងយើងដាក់អញ្ចឹងមកបាទសរុបគេរកទាំង A ភ្ជាប់តេហើយនិង C ភ្ជាប់ C ដល់អក្សរចនេះគឺគេឲ្យរកតែ C ភ្ជាប់ C ទេបាទអញ្ចឹងយើងមើលលំហាត់ឲ្យច្បាស់នៅក្នុងលំហាត់ខ្លះគេអាចឲ្យយើងរកចំនួនសម្ព័ន្ធ E ត្រសែនរវាង A ភ្ជាប់តេនិង C ភ្ជាប់ C បាទដោយឡែកនៅក្នុងលំហាត់នេះគេឲ្យរកតែ C ភ្ជាប់ C ទេបាទចឹងយើងវាចាទៅដោយ C ភ្ជាប់ C ដោយសម្ព័ន្ធ E ត្រសែន3បាននាំឲ្យបាទអញ្ចឹងកន្លែងនេះយើងទៅ C ដោយ L C ភ្ជាប់ C ស្មើនឹង 3C ឃើញបាទអញ្ចឹងយើងយកតែ 3C ទេយើងយកឡើងនេះ 3C ទេអញ្ចឹង 3C វាបាន3គុណនឹង C អញ្ចឹង C យើងមក 180,000 បាទអញ្ចឹងស្មើនឹង 54,000 ណា 54,000 សម្ព័ន្ធ E ត្រសែនបាទយើងដាក់ដូចនេះសម្ព័ន្ធ E ត្រសែនរវាង C និង C បាទស្មើនឹងបាទអញ្ចឹង L C ភ្ជាប់ C យើងស្មើនឹង 54,000 សម្ព័ន្ធ E ត្រសែនបាទតោះឥឡូវយើងទៅមើលលំហាត់ចុងក្រោយបាទលំហាត់ចុងក្រោយគឺគេឲ្យយើងរកបាទអក្សរឆរកចំនួននុយក្លេទីតសេរីបាទរកចំនួននុយក្លេទីតសេរីចឹងនៅក្នុងនេះដូចជាយើងមើលនៅក្បាលលំហាត់មិញគឺគេថារកចំនួននុយក្លេទីតសេរីសម្រាប់ ADN ស្វ័យតម្លងទ្វេ5ដងចាហ្នឹងគឺជាបំរាប់របស់យើងមួយទៀតហើយបាទអញ្ចឹងយើងដាក់បំរាប់ចឹងមកបំរាប់ ADN ស្វ័យតម្លងទ្វេ5ដងឬក៏ n ស្មើ5ណា n ស្មើ5អញ្ចឹងមុននឹងយើងទៅរកមុនយើងទៅវាចារកចំនួននុយក្លេទីតសេរីដែលនុយក្លេទីតសេរីសរុបនោះគឺយើងតាំងដោយ m ធំព្រីមហើយយើងដាក់ទៅជាទូទៅ ADN មេ1ស្វ័យតម្លងទ្វេ1ដងផ្ដល់បាន ADN កូន2សេគុណ1ដល់ពេល2ដងផ្ដល់បាន ADN កូន2សេគុណ2បាទ3ដងផ្ដល់បាន ADN កូន2សេគុណ3អញ្ចឹងទៅណារហូតទៅដល់ n ដងផ្ដល់បាន ADN កូន2សេគុណ n ហើយពេលដែលយើងវាចារួចហើយយើងចាប់ដើមឲ្យយើងដាក់ជាទូទៅរួចហើយយើងចាប់ដើមវាចាវាបាទយើងវាចាវាដោយ ADN ស្វ័យតម្លងទ្វេ5ដងកន្លែងនេះ5ដងដូចបំរាប់យើងសេលើនោះដោយ5ដងផ្ដល់បាន ADN កូនកើតថ្មីអញ្ចឹងកាលណាយើងរកចំនួននុយក្លេទីតសេរីបាទយើងសំដៅទៅលើយើងរកតែចំនួន ADN កូនដែលកើតថ្មីទេបាទកើតថ្មីមានន័យថាយើងអត់គិត ADN មេចូលទេបាទអញ្ចឹងយើងបាន2សេគុណ n ដក1បាទដក1គឺដកមេចេញអញ្ចឹងយើងស្មើ2សេគុណ5បាទដែល n យើងស្មើ5អញ្ចឹងបាន2សេគុណ5ដក1វាស្មើ32ដក1អញ្ចឹងវា31បាទ31អញ្ចឹងយើងដាក់មកនាំឲ្យបាទនាំឲ្យ m ព្រីមបាទនេះ m ធំព្រីមស្មើនឹង m មេបាទ m មេឬក៏ m ធម្មតាយើងណាគុណនឹង2សេគុណ n ដក1បាទអញ្ចឹងហើយ2សេគុណ n ដក1យើងគឺស្មើនឹង31នៅកន្លែងនេះយើងមិនបាច់ទៅកណនីអីទេព្រោះយើងកណនីហើយយើងដាក់លេខ31កន្លែងហ្នឹងតែម្ដងមកហើយ m មេយើងនេះគឺ6សែនអញ្ចឹងវាបាន6សែនគុណនឹង31ហើយយើងគុណទៅយើងឃើញ m ព្រីមស្មើនឹង186គុណនឹង10សេគុណ5បាទលោកគ្រូទៅសើខ្ជិលទៅសេ0ច្រើនចឹងដាក់10សេគុណ5តែម្ដងនុយក្លេទីតសេរីបាទនេះយើងដាក់នុយក្លេទីតសេរីបាទដូចនេះចំនួននុយក្លេទីតសេរីគឺ m ព្រីមស្មើ186គុណនឹង10សេគុណ5នុយក្លេទីតសេរីនេះបាទអញ្ចឹងនៅក្នុងលំហាត់នេះបាទជាលំហាត់មូលដ្ឋានគ្រឹះហើយបងអូនមើលលំហាត់នេះទាំងអស់គឺយើងអាចចេះរហូតដល់6ចំណុចបាទចំណុចអីគេខ្លះយើងទៅមើលនៅផ្នែកខាងលើនេះបាទទី1យើងអាចដឹងពីរបៀបរកភាគរយនៃចំនួននុយក្លេទីតបាទទី2យើងរកចំនួននុយក្លេទីតប្រភេទនីមួយៗបាទទី3យើងរកប្រវែងម៉ូលេគុល ADN បាទទី4យើងរកចំនួនជំហានរបស់ម៉ូលេគុល ADN បាទទី5នេះយើងអាចរកចំនួនសម្ព័ន្ធអ៊ីដ្រូសែនសរុបហើយទី6ហ្នឹងគឺយើងរកចំនួនសម្ព័ន្ធអ៊ីដ្រូសែនដាច់ដោយឡែករវាង A ភ្ជាប់តេឬក៏ C ភ្ជាប់ C អញ្ចឹងទៅហើយអក្សរទី7នេះគឺយើងអាចរកបាទចំនួននុយក្លេទីតសេរីបាទសេរីសរុបគឺយើងតាំងដោយ m ធំព្រីមបាទអញ្ចឹងនៅក្នុងលំហាត់ហ្នឹងលោកគ្រូមានតែប៉ុណ្្នឹងទេបាទចាំជួបគ្នានៅលំហាត់បន្តទៀតបាទ